ខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសាព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិត្រៀបអំពីស្មារតីស្រឡាញ់សន្តិភាពនិងការចូលរួមគ្រប់សកម្មភាពដើម្បីរក្សាសន្តិភាពសកលរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី16ខែមករាឆ្នាំ2026នេះគឺជាការប្រកាសឲ្យដឹងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី26ខែមករាឆ្នាំ2026សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាការចូលរួមនេះគឺបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគ្រប់គ្រងនិងរួមចំណែកដល់ការលើកកម្ពស់និងការថែរក្សាសន្តិភាពជាសកលសុខឆន្ទៈស្រឡាញ់សន្តិភាពគ្រប់គ្រងនិងការរួមចំណែករបស់ដល់ការកសាងសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅក្នុងបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យមានការបង់ថវិកាទេនេះបើយោងតាមសម្ដេចប្រមុខរាជរដ្ឋាភិបាលដែលជម្រាបជូនជនរួមជាតិបានជ្រាបអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថាគុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសកលមិនមែនកើតឡើងដោយចៃដន្យទេពោលគឺប្រទេសដ៏តូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍តាមរយៈរូបមន្តនយោបាយឈ្នះឈ្នះគ្មានពីររបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីដែលជាស្ថាបនិកនិងប្រតិបត្តិការសន្តិភាពហើយបាននាំមកនូវសន្តិភាពពេញលេញនិងការផ្សះផ្សាបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត3ទសវត្សរ៍ចុងក្រោយកម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍប្រទេសឲ្យងើបចេញពីគំនរផេះផង់ពីអន្លង់ឈាមនិងទឹកភ្នែកមកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសពថ្ងៃដោយមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាអ្នកបន្តឈរការពារយ៉ាងបដិបត្តិនូវសន្តិភាពនិងចាត់ទុកសន្តិភាពជាអត្ថប្រយោជន៍ចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាលការតម្កល់តម្លៃសន្តិភាពជាអត្ថប្រយោជន៍និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសក្នុងតំបន់ក៏ដូចជាក្នុងសកលលោកបានធ្វើឲ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ចនៅពេលណាដែលគេនិយាយពីសន្តិភាពអាចនិយាយបានថាទីណាមានសកម្មភាពដើម្បីសន្តិភាពទីនោះតែងតែមានការគ្រប់គ្រងនិងការចូលរួមចំណែកពីកម្ពុជាការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump នៅពេលនេះគឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់អំពីសុខឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាពសក្ខីភាពនៃឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្ដែងឡើងរួចជាស្រេចនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទ័ពថៃចាប់តាំងពីចុងខែកក្កដាឆ្នាំ2025ដែលធ្វើឲ្យស្មារតីសន្តិភាពបានផុសត្រដែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីតាមរយៈសម្រេចទាមទារសន្តិភាពភាពអត់ធ្មត់ដើម្បីបញ្ជិះសង្គ្រាមនិងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់ពាក្យសម្ដីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្ដែងអស់ទាំងនេះបានបង្ហាញឲ្យពិភពលោកឃើញយ៉ាងច្បាស់អំពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជានិងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាពជាលទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពូថ្ងៃ26តុលា2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃ27ខែធ្នូឆ្នាំ2025ដែលផ្ដល់កំណើតដល់បទឈប់បាញ់ជាលើកទី2និងដែលស្ថិតនៅជាធរមានរហូតមកដល់សប្តាហ៍ថ្ងៃនេះសុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់សន្តិភាពការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមជាប្រធានបដូវវេនអាស៊ានឆ្នាំ2025អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថានៅក្នុងស្មារតីតម្កល់សន្តិភាពជាអត្ថប្រយោជន៍ខ្ពស់បំផុតនេះកម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅទន្ទឹមនឹងនេះ
កម្ពុជាកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយសូមអរគុណនិងសូមគោរពលាប៉ុណ្ណេះបាទព័ត៌មានទី4នេះគឺតកតងជាមួយនឹងសេចក្តីរាយការណ៍របស់ខាងប្រទេសថៃទៅវិញទេបាទនៅខាងកម្ពុជាមិនទាន់មានសេចក្តីរាយការណ៍ហើយក៏មិនទាន់មានប្រតិកម្មពីខាងមន្ត្រីកម្ពុជាដែរអញ្ចឹងខ្ញុំសូមរាយការណ៍ជូនប្រិមិត្តនៅព័ត៌មាននេះព្រោះមានសារព័ត៌មានថៃច្រើនជាពិសេសខៅសូតហើយនៅ PBS ឥឡូវហ្នឹងដោយសារប្រិមិត្តមួយចំនួនមិនសូវចូលចិត្តខៅសូតអញ្ចឹងខ្ញុំយកខាង PBS មកជូនដែរបាទមក PBS ទៅដើម្បីឲ្យដឹងហើយការពិត PBS ក៏រាយការណ៍ដូចជាពឹស្ដាជាងខៅសូតផងខ្ញុំមើលទៅឃើញ PBS រាយការណ៍ពឹស្ដាជាងហើយច្បាស់ជាងអញ្ចឹងហើយខ្ញុំសូមយកដកស្រង់ពី PBS របស់ថៃទេ PBS របស់ថៃទេមិន PBS របស់អាមេរិករបស់ថៃយកមករាយការណ៍ជូនប្រិមត្តណាអញ្ចឹងកុំប្រកែកប្រកាន់អីគឺខ្ញុំចង់ដឹងថាតើខាងសារព័ត៌មាននឹងថៃនឹងគេរាយការណ៍យ៉ាងម៉េចបើយោងតាមសេចក្តីរាយការណ៍របស់ PBS គាត់បាននិយាយថាគឺខាងរដ្ឋាភិបាលកម្ពុជាគឺបានព្យាយាមស្វែងរកការចរចាសន្តិភាពជាមួយនឹងប្រទេសថៃតាមរយៈលោកឧត្តមសេនីយ៍ទាបាញ់ដែលជាអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនិងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាណាអ្នកដែលផ្ដល់ព័ត៌មាននេះឲ្យទៅសារព័ត៌មានថៃហ្នឹងគឺលោកអគ្គមេបញ្ជាការថៃអគ្គមេបញ្ជាការយោធាថៃគឺលោកឧត្តមសេនីយ៍អុក្រិតប៊ុនថាណុនបាទជាអ្នកនិយាយអញ្ចឹងណាបាទលោកអគ្គមេបញ្ជាការអុក្រិតនោះបានបញ្ជាក់បន្ថែមទៀតនៅថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026ថាលោកបានទទួលសារពីលោកឧត្តមសេនីយ៍ទាបាញ់ដែលស្នើឲ្យមានការចរចាគ្នាក៏ប៉ុន្តែលោកបានបន្ថែមថាឥឡូវនឹងត្រូវមើលសកម្មភាពសិនគឺមិនមែនជាការមើលតែពាក្យសម្ដីនោះទេគឺបើឃើញសកម្មភាពវាជារឿងមួយដែលអាចយកជាការបានដែលសកម្មភាពនោះគឺបង្ហាញថាតើកម្ពុជាជាភាគីមួយដែលថៃអាចទុកចិត្តបានដែរឬទេនេះបើតាមការបញ្ជាក់ពីខាងមេតបថៃទៅវិញណាដែលសារព័ត៌មានថៃបានរាយការណ៍គាត់និយាយយកល្អពីខាងគាត់យ៉ាងទៅលោកមេបញ្ជាការនោះក៏បាននិយាយទៅដល់ថាមានកត្តាទាំងអស់ដែលទៅយកមកពិចារណាផងដែរបាទដើម្បីរៀបចំបាទឲ្យមានរូបភាពទាំងស្រុងទាក់ទងនឹងបញ្ហានេះដើម្បីឲ្យថៃអាចឆ្លើយតបវិញដោយត្រឹមត្រូវឲ្យបានសមរម្យហើយបន្ថែមពីនោះលោកបានសង្កត់សម្គាល់ធ្ងន់ថាទន្ទឹមនឹងការរៀបចំផែនការទាំងអស់នោះក៏ត្រូវមានផែនការទី2ត្រៀមផងដែរក្នុងករណីដែលស្ថានភាពនោះគឺមិនស្របទៅតាមអ្វីដែលជាក្តីរំពឹងនោះទេហើយលោកអគ្គមេបញ្ជាការរបស់ថៃនោះក៏បានគូបញ្ជាក់ថាប្រទេសទាំងពីរត្រូវតែរងចាំមើលពេលវេលាណាដែលសមស្របនៅក្នុងការបើកការចរចាសន្តិភាពឡើងវិញដោយសង្កត់ធ្ងន់ថាកម្ពុជាត្រូវតែដំបូងត្រូវតែបង្ហាញនៅភាពស្មោះត្រង់របស់ខ្លួនថាពិតជាចង់បានសន្តិភាពយូរអង្វែងមែនជាមួយនឹងប្រទេសថៃហើយត្រូវតែសហការពេញលេញនៅក្នុងការដោះស្រាយបញ្ហាដែលមិនទាន់បានដោះស្រាយនឹងគ្នាហើយជាការឆ្លើយតបទៅដល់កម្ពុជាបាទពីកម្ពុជាដែលបានដកខ្លួនចេញពីការធ្វើសម្ពយុទ្ធពោះវែកមាស Cobra Gold ដែលជាសម្ពយុទ្ធរួមគ្នានៅក្នុងឆ្នាំនេះនោះគឺលោកអុក្រិតបានបញ្យល់ថាកម្ពុជានឹងគឺគាត់បានបំពេញនៅអាណត្តិរបស់គាត់គ្រប់ពេលវេលាហើយក្នុងនាមជាអ្នកចូលរួមឃើញអញ្ចឹងបានន័យថាតាមរយៈលោកអគ្គមេបញ្ជាការលោកនិយាយថាអូកម្ពុជាគាត់បំពេញគ្រប់អាណត្តិរបស់គាត់ទេតែគាត់មិនបានចូលរួមក៏ប៉ុន្តែកសាខៅសូតចេញដបងមកចេញមកនិយាយទៅឌឺដងឲ្យកម្ពុជាសរោឥឡូវនៅលើកនេះអត់មានកម្ពុជាចូលរួមទេណាបាទគឺលោកអគ្គមេបញ្ជាការគាត់ថាឥឡូវនេះដល់វេនប្រទេសដទៃទៀតដែលត្រូវចូលរួមហើយនៅពេលដែលសួរថាតើតំណែងតំណងយោធារបស់ថៃជាមួយនឹងកម្ពុជានឹងគួរតែផ្អាកវិញទេផ្អាកសិនទេបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីពេលថ្មីនៅតាមបណ្ដោយព្រំដែននោះគឺលោកឧត្តមសេនីយ៍អុក្រិតបាននិយាយថាពេលវេលាគឺមិនទាន់ដល់ពេលនៅឡើយទេបាទគឺចាំមើលពេលវេលាសមស្របសិនគឺលោកថាអាចមានការផ្អាកដែរក៏ប៉ុន្តែក៏មិនមានន័យថាគឺទៅព្យួរផ្អាករយៈពេលយូរនោះដែរគឺអ្វីៗវាអាស្រ័យទៅលើអេរិយាប័ត្រនិងអាកប្បកិរិយារបស់កម្ពុជាថាតើពិតជាមានចេតនាពិតប្រាកដនៅក្នុងការធ្វើសហប្រតិបត្តិការគ្នាដើម្បីស្របទៅតាមការចង់បានរបស់ភាគីទាំងពីរដែរឬទេហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរថាតើកម្ពុជា
ពេលបច្ចុប្បន្ននេះមានបានធ្វើអ្វីដែលបានល្អប្រសើរដែរឬទេបើតាមសង្កេតមើលខាងកាយវិការរបស់កម្ពុជានោះគឺលោកអគ្គមេបញ្ជាការលោកបាននិយាយថាស្ថានភាពឥឡូវហ្នឹងគឺវាប្រសើរជាងមុនក៏ប៉ុន្តែលោកក៏ទទូចឲ្យមានការប្រុងប្រយ័ត្នផងដែរគឺត្រូវពិនិត្យមើលបញ្ហានេះដោយជាក់ច្បាស់កុំជឿងាយពេកបាទហើយសារព័ត៌មានខាង PBS ហ្នឹងក៏បានរាយការណ៍ថាលោកឧត្តមសេនីយ៍អ៊ុក្រែនហ្នឹងក៏បានបាទនិយាយបន្ធូរបន្ថយចំពោះការដែលមានផ្សព្វផ្សាយវីដេអូមួយតាមអនឡាញដែលបង្ហាញថាកងកម្លាំងរបស់កម្ពុជាបានចូលមកគៀកបាទទីតាំងដែលឈរជើងរបស់កងទ័ពថៃដោយគេមើលឃើញថានេះជាសញ្ញាមួយទៀតនៃការឈានទៅរកភាពតានតឹងរវាងប្រទេសទាំងពីរមានការផ្សាយរបស់ខាងសូនហ្នឹងថាកម្ពុជាបានជីកលេនដ្ឋាននៅក្បែរកន្លែងហ្នឹងជាដើមហ្នឹងបាទគឺលោកមេបញ្ជាការរបស់ថៃហ្នឹងក៏បាននិយាយថាការចល័តទ័ពណាមួយបែបហ្នឹងគឺវាជារឿងធម្មតាទេនៅពេលណាដែលមានបទជបាញ់កើតឡើងពីព្រោះភាគីទាំងពីរក៏ត្រូវតែដាក់កម្លាំងរបស់គាត់ហើយនឹងកសាងប្រព័ន្ធការពារតែប៉ុណ្ណោះហើយបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសូដែលខ្ញុំដាក់រូបជូននេះគឺបានឲ្យដឹងថាខាងភាគីថៃរាយការណ៍ថាកងកម្លាំងរបស់កម្ពុជាហ្នឹងគឺបានជីកត្រង់សេនៅតំបន់3ដែលទល់មុខជាមួយនឹងកងកម្លាំងរបស់ថៃនៅក្នុងខេត្តត្រាតបាទដែលត្រង់សេដែលកម្ពុជាជីកហ្នឹងគឺមានចម្ងាយ1 គីឡូម៉ែត្រនៅតាមបណ្ដោយព្រំដែនហើយគឺមានចម្ងាយតែប្រហែលជា500ម៉ែត្រតែប៉ុណ្ណោះពីកងកម្លាំងរបស់ថៃនេះបើយោងតាមប្រភពយោធាជើងទឹករបស់ថៃដែលបានបញ្ជាក់នៅថ្ងៃទី26ខែមករាឆ្នាំ2026ហើយបើយោងតាមសារព័ត៌មានខៅសូនគាត់និយាយថាយោងតាមប្រភពហ្នឹងគឺការកសាងហ្នឹងគឺនៅទល់មុខទីតាំងមួយគេថាបានសំឡងហើយនឹងដែលនៅចិត្តខាងបានថាសែនបាននងលីបានចម្រោះបានចម្រោះខ្មែរទៅហៅចម្រោះដែរតើបាទដែលជាសកម្មភាពមួយដែលជាការមួយទល់មុខគ្នាជាមួយនឹងកងទ័ពថៃបាទនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសូតជាភាសាអង់គ្លេសណាបាទអញ្ចឹងដូចដែលខ្ញុំបាននិយាយមិនសិនមិញប្រិមត្តបានសួរខ្ញុំហើយពីរឿងផ្សាយព័ត៌មានថាថៃគាត់តម្លើងអីហ្នឹងគឺឥឡូវហ្នឹងខ្ញុំក៏បានជម្រាបជូនដែរថាកម្ពុជាក៏អាចតែពង្រឹងដែរក៏ប៉ុន្តែគ្រាន់តែគាត់មិនផ្សាយឥឡូវឃើញខាងសារព័ត៌មានថៃក៏ផ្សាយគឺខាងកម្ពុជាគឺមានជីកលេនដ្ឋានអញ្ចឹងណាបើសិនជាពិតមែនណាបើពីព្រោះខ្ញុំអត់ទាន់ឃើញមានខាងកម្ពុជាលោកមានប្រតិកម្មយ៉ាងម៉េចទេបាទប៉ុន្តែតាមរយៈខាងថៃគាត់ដាក់មកគឺគាត់មានរូបភាពណាគាត់មានរូបភាពហ្នឹងឲ្យឃើញអញ្ចឹងបាទរូបភាពគាត់ថតពី drone មកឃើញអញ្ចឹងណាបាទក៏ប៉ុន្តែយើងចាំមើលតើខាងពីកម្ពុជាលោកមានប្រតិកម្មយ៉ាងម៉េចខ្ញុំគាត់តែដកស្រង់ឲ្យជាព័ត៌មានជូនឲ្យបានប្រិមត្តបានដឹងបាទឲ្យបានប្រភពទាំងសងខាងឲ្យបានដឹងរឿងរូបភាពពេញតែម្ដង